អ្នកគ្នាត្រឡប់មកវិញជាមួយនឹងវីដេអូ Game Minecraft ទៀតហើយនេះគឺជា server ថ្មីរបស់ខ្ញុំដែលទើបតែបង្កើតឡើងសម្រាប់អ្នកគ្នាលេងតែម្ដងហើយគឺខ្ញុំខានបានផុសជាមួយនឹងវីដេអូ Game Minecraft នៅលើ Channel YouTube View ហើយបែរជា9ថ្ងៃជាងហើយដោយសារតែខ្ញុំជាប់ធ្វើការហើយមានពេលតិចតួចគឺខ្ញុំធ្វើ server នេះឡើងខ្ញុំបៀ server ឥឡូវវាបាន80% ហើយដែលអ្នកគ្នាអាចលេងកើតល្មមនឹងអាប់ដេតចូល 100% តែម្ដងអូខេឥឡូវយើងមកឆែកជាមួយនឹងដំបងអ្នកគ្នាคลิกវាមានតែមួយវគ្គទេ game mode មួយនេះទី1គឺជា inventory spot របស់អ្នកគ្នាគឺជាដាវកន្លែងផ្ទុកដាវរបស់អ្នកគ្នាហើយខ្ញុំคลิกមកកន្លែងនៅក្នុងកន្លែង shop spot នេះពេលអ្នកគ្នាទិញពី shop spot ហើយវានឹងសូដាវដែលអ្នកគ្នាទិញនៅក្នុងកន្លែងផ្ទុកដាវរបស់អ្នកគ្នាហើយអ្នកគ្នាអាចយកប្រើពេលណាក៏បានដែរព្រោះវាទិញជាចិនរៃម្ដងពេលអ្នកគ្នាយកប្រើវានឹងមាន delay cooldown 15នាទីពេលខ្ញុំយកបានដាវនឹងប្រើច្រើនហើយ15នាទីហ្នឹងគឺអ្នកគ្នាមិនអាចយកដាវនឹងប្រើបានទៀតទេលុះត្រាតែ15នាទីក្រោយទៅអ្នកគ្នាអាចយកដាវមកប្រើម្ដងទៀតបានអូខេឥឡូវខ្ញុំបោះ item ខ្ញុំចោលទាំងអស់សិនខ្ញុំតេស្តអ្នកគ្នាមើលអូខេនេះឃើញអត់ពេលខ្ញុំយកទៅវាជាប់15នាទីព្រោះខ្ញុំយកឲ្យម្ដងហើយអាហ្នឹងកន្លែងផ្ទុកដាវព្រោះយើងធ្វើអញ្ចឹងរបៀបថាកុំឲ្យ OP ពេកពេលយើងងាប់ទៅបាត់ដាវអីហ្នឹងគេយកទៅយើងមិនអាចទៅយកប្រើបានទៀតអញ្ចឹងទុកឱកាសឲ្យ player ដែលថ្មីវាយយើងងាប់យកលុយហើយសម្រាប់ទី2គឺ shop កន្លែងលក់ shop នេះគឺខ្ញុំនឹងអាប់ដេតច្រើនទៀតដាវជាច្រើនទៀតដែលធូរថ្លៃយ៉ាងហ្នឹងអានេះវាមានតម្លៃឡើងតាមហ្នឹងអ្នកគ្នាតម្លៃដែលគេ vote ឡើងតាមហ្នឹងតម្លៃខ្ពស់ផុតអ្នកគ្នាមើលចាំមើលខ្ញុំកែកន្លែងហ្នឹងឲ្យវាល្អជាងហ្នឹងឲ្យឃើញតម្លៃដែលត្រឹមដែលគេ edit ចុងក្រោយនេះតែម្ដងអូខេទី2គឺជា Lucky Shop Lucky Shop នេះគឺអ្នកគ្នាចំណាយ$50ដើម្បីចាប់អូខេនៅក្នុងនេះគឺមានរបស់កម្រមួយគឺដាវឡើងនឹង spot ហើយពេលអ្នកគ្នាចុច click ទៅកន្លែងអារូបភ្នែកហ្នឹងវានឹងធ្វើការ random នៅ item នៅក្នុងហ្នឹងឲ្យអ្នកគ្នាគឺភាគច្រើនអ្នកគ្នា random នៅរបស់អត់ប្រយោជន៍ទេហើយភាគតិចបំផុតដែលអ្នកអាចទទួលបានដាវមួយនោះគឺចំណាយលុយរៀងច្រើនតិចអ្នកគ្នាមែនព្រោះនឹងជាដាវកម្រពេលអ្នកឲ្យអ្នកគ្នា free អញ្ចឹងវា OP ពេញហ្នឹងឯងគ្នាប៉ុន្តែសម្រាប់ item ទាំងអស់នេះគឺខ្ញុំអត់ធ្វើឲ្យវា perfect ឬក៏ OP ពេកទេវាអាចវាយធម្មតាហើយ player ធម្មតាក៏អាចយកឈ្នះដែលអ្នកមានដាវកម្រទាំងអស់នេះដែរអញ្ចឹងមិនខ្ញុំធ្វើឲ្យវាលក្ខណៈកុំឲ្យ OP វិញហើយបន្តិចទៀតគឺខ្ញុំទៅ test skill ដាវទាំងអស់ហ្នឹងឲ្យអ្នកគ្នាមើលដឹងថាកម្រិតវាគឺអត់សូវឈឺប្រហែលទេដែល player ធម្មតាចូលវងអាចយកឈ្នះនេះគឺជាការតេស្តដាវដែលខ្ញុំធ្វើហ្នឹងហើយគឺជាដាវកម្រិតកម្ពស់ហើយនឹងខ្ញុំធ្វើជាមួយនឹងដាវកម្រិតមធ្យមទៀតធ្វើពីដាវ diamond ហើយនឹងដាវកម្រិត low បំផុតដែលលក់នៅក្នុង shop តម្លៃធូរថ្លៃអានេះគឺជាដាវប្រជាវពេលអ្នកគ្នាកាន់វានឹងចេញ aura ពណ៌ខ្មៅនៅលើខ្លួនរបស់គ្នាអស់គ្នាពេលដែលអ្នកគ្នាមើលថា player ណាដែលមានដាវប្រជាវលេងពេលគេកាន់ទៅគឺចេញមកហើយ skill របស់វាអ្នកគ្នាចុច click ទៅមានប្រជាវចំនួន15ក្បាលហោះទៅវាយ player តែម្ដងហើយគឺវាជា the best ដាវហើយអ្នកគ្នាវាថ្លៃជាងគេដាវមួយនេះហើយដោយសារតែ player ខាងនោះគឺគាត់កាន់ដាវសុគណាដាវសុគណាគឺមាន reverse cutting អញ្ចឹងវាឡើងឈាមវិញដាវវិជាវាយអត់សូវស្រក់ទេតែយើងជួយកាប់ជាមួយនឹងវិជានឹងថែមអញ្ចឹងណានេះឃើញហើយជាមួយនឹងការជប់ចេញសត្វវិជានេះគឺវាមាន cooldown វា20 second អ្នកគ្នាគឺ20 second ទើបអាចប្រើ skill វិជានឹងបានម្ដងទៀតហើយវិជានេះគឺតា10 second គឺវាងាប់ទៅវិញហើយវា remote ទេអូខេដាវទី2នេះ
ខ្ញុំចង់និយាយគឺជាដាវស៊ូគូណានេះដាវដែលខ្ញុំលើកឡើងយកមកនិយាយមិញហ្នឹងដាវនេះពេលអ្នកគ្នាកាន់វាគឺមានសែងហុយហើយពេលដែលអ្នកគ្នាប្រើ skill របស់វាគឺមានហុយពណ៌ក្រហមដូច skill ស៊ូគូណាអញ្ចឹងហើយវាជាមួយនឹង Grail ដែលជា skill ultimate របស់ស៊ូគូណាតែនៅក្នុងនេះគឺខ្ញុំធ្វើអត់ឲ្យសូវវាឈឺហ្មងទេវាស៊ីតែមួយ heal ទៅឈាមទេហើយបើពេលអ្នកគ្នាកាប់ដល់អ្វីដែលឈឺគឺអ្នកគ្នាកាប់គឺវាគុណ damage ដាវ damage វាស៊ី5ទៅ10 damage អូខេហើយមានតែប៉ុណ្្នឹងហើយពេលអ្នកគ្នាចុច click ទៅអានេះធ្វើឲ្យ player របៀបថា delay ដែរពេលវាយយើងទៅ delay ថយក្រោយដែរអ្នកគ្នាអញ្ចឹងគឺវា the best ខ្លាំងមែនទែនសម្រាប់អ្នកលេងដាវស៊ូគូណាដាវទី2គឺជាដាវមួយដែលអ្នកគ្នាត្រូវចាប់យកមកហ្នឹងវាគឺធូរថ្លៃជាងគេហើយគឺត្រឹមតែ$1000ទេពេលដាវនេះពេលអ្នកគ្នាចុចទៅ player នៅជុំវិញយើងចម្ងាយ10ប្លុកវានឹងត្រូវផ្ទះបាញ់សំបីតែ entity ឬក៏ mode អីក៏ដោយតែនៅក្បែរយើង10ប្លុកហើយ10ប្លុកអីហ្នឹងគឺនឹងត្រូវរន្ទះហើយវាមាន cooldown ជាមួយនឹង5 second វាលឿនជាងដាវពីនេះអញ្ចឹងគឺទៅបែបខាំតែនដែលអ្នកលេងដាវមួយនេះហើយខ្ញុំនឹងធ្វើការបង្កើតជាមួយនឹង defender ឬក៏ក្តាប់បញ្ចូលឈាមអីពេលដែលរង skill អស់ហ្នឹងគឺមាន counter មានអីចប់ដូចអ្នកគ្នាស្អប់លេង block fruit អញ្ចឹងហើយនេះគឺជាពេលអ្នកគ្នាវាយងាប់ player ទៅវានឹងមានលុយបូក$1ឬក៏$5បើអ្នកសំណាងខ្លាំងទៅបាន$50បើសិនបើអ្នកគ្នាទិញ rank ឬក៏ពួក rank អីគឺវាបូកច្រើនជាងនឹងទៀតអូខេគឺវីដេអូក៏មានតែប៉ុណ្្នឹង Goodbye អ្នកគ្នាជួបគ្នានៅវីដេអូក្រោយហើយសង្ឃឹមថាអ្នកគ្នាចូលលេងនៅក្នុង Minecraft mode មួយនេះទាំងអស់គ្នាហើយស្បើខ្ញុំធ្វើបានជា80%អីនៅខ្វះតែ20%ទៀតគឺវាហើយជាសាពរ Goodbye អ្នកគ្នាជួបគ្នានៅវីដេអូក្រោយ